ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទអេមីមើលរឿងដែលយកសម្រាប់ថ្ងៃនេះផងដែរខ្ញុំមិនមែនតគ្នាបន្តទៅរឿងកណ្ដាំដៃប្រហាមីបន្តទៀតអញ្ចឹងចុះនៅថានៅក្នុងពេលនេះលោកមកបណ្ដានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកនរគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដែលយកក៏សូមណែនាំប្រិយមិត្តទាំងអស់គ្នាដែលនិយមចូលចិត្តប្រើការ Bluetooth ងាកមកមើល brand Zombie Cat ដែលមានការរចនាបថទាន់សម័យស័ក្តិសមជាមួយនឹងប្រិយមិត្តយុវវ័យទាំងអស់គ្នា Zombie Cat Cambodia នាំមកជួយនឹងការដែលមានគុណភាពសម្លេងឮច្បាស់បាសបុកល្អមិនមានសម្លេងរ៉ែពាក់មិនឈឺត្រចៀកព្រមទាំងមានមុខងារកាត់សម្លេងរំខាន ANC Mode ថែមទៀតផង Zombie Cat Cambodia មានការរចនាបថ design ទាន់សម័យប្លែកភ្នែកតែម្ដងហើយនេះសូម្បីតែ admin ក៏ប្រើវាដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការកំងទិញអាចឆាទៅសួរ page Zombie Cat Cambodia ទាំងអស់គ្នាសម្រាប់លេខទូរស័ព្ទ admin នៅលើវីដេអូមុននឹងយើងចូលទៅសាច់រឿងកុំភ្លេច subscribe like និង share Facebook admin page ម្នាក់មួយផងណានៅក្នុងយុគមួយប៉ែខែក៏បានយកគ្រាប់ធនជាតិដែលដូរតាមកន្លែងជីកត្បូងយកបណ្ដាំធ្វើជាត្រាំក្អកតែក្នុងពេលដែលនាងក៏បានសួរពីព្រះអង្គម្ចាស់វូកានទៅទូតប្ររបស់យើងវូកានគិតស្មានថានាងដឹងពីសមាជភាពពិតរបស់គាត់បាត់ទៅហើយប៉ុន្តែមានណានាងសួរចង់ប្រាប់តួអង្គរបស់យើងថាលោកមានដឹងទេនៅក្នុងថ្ងៃដែលខ្ញុំរត់គេចពីកូនស្ដេចស៊ីមណែនោះខ្ញុំបានប្រើគ្រាប់ធនជាតិមួយនេះគប់ទៅលើគាត់ទើបខ្ញុំអាចរត់គេចខ្លួនចេញមកពីទីនោះបានវូកានឯខំទៅពេលគិតស្មានថានាងដឹងបាត់ទៅហើយដល់ពេលយប់រៀនស្កាត់ទៅហើយនៅពេលដែលទូ IC របស់យើងទៅគេងបាត់ក៏មានបរិមម្នាក់ដើរមកគាត់ធ្លាប់ប្រទីបបន្ទងគ្នាជាមួយនឹងវូកានដែលដើមយកម្ហូបដល់ពេលឥឡូវនេះក៏ដើរមកនិយាយជាមួយនឹងទូប្រុសរបស់យើងថាយុគថ្មនេះទៅហើយឯងមិនទាន់ចូលគេងទៀតអីដល់មើលឃើញតែអកននេះក៏មិនបាត់វូកានក៏ឆ្លើយតបទៅវិញថាខ្ញុំមើលទៅឯងដូចជាពិបាកក្នុងខ្លួនដល់ហើយឆាប់យកត្រាមីទៅញ៉ាំទៅព្រោះវាអាចជួយឯងបាត់កកបានឃើញទង្វើល្អរបស់វូកានធ្វើបោកបែបនេះរ៉ូប៊ែនដូក៏គិតចិត្តខ្មាស់ខ្លួនឯងគាត់គិតថាទង្វើដែលគាត់បានធ្វើកាលពីថ្ងៃមុនរៀងជួលពេកទៅហើយឥឡូវនេះបើជាវូកាងមិនយកទូពេកទៅវិញនិយាយទៅវូកាងគាត់គឺជាព្រះអង្គម្ចាស់ម្នាក់ដែលមានចិត្តសណ្ដោសប្រណីទៅលើប្រជាជនខ្លាំងណាស់មុននឹងបរិមម្នាក់នេះដើរចេញទៅទូប្រុសរបស់យើងក៏បានហុចទៅក្របធនជាតិទាំងអស់ឲ្យទៅគាត់ថៃផងហើយក៏បាននិយាយថាឯងជុកវាទៅទុកដាំទឹកផុសទៅវានឹងជួយឲ្យឯងបាត់ពីជំងឺក្អកនេះបានមិនយូរប៉ុន្មានរដូវធ្លាក់តកក៏បានមកដល់កម្មករគ្រប់គ្នាក៏បានមកអង្គុយជុំគ្នានៅមុខភ្នក់ភ្លើងដើម្បីកម្ដៅខ្លួនសាងក៏បាននិយាយថាពេលវេលានេះពិតជាលឿនខ្លាំងណាស់ឥឡូវនេះមកដល់រដូវធ្លាក់តកបាត់ទៅហើយខ្ញុំមិនដឹងថាពួកយើងពេលណាអាចចេញទៅមើលពន្លឺព្រះអាទិត្យបានម្ដងទៀតនោះទេវូកាបានត្រឹមតែកលេសមើលមុខមនុស្សទាំងអស់អង្គុយស្ងោស្ងាត់ពួកគេមិនដឹងថាទៅមុខទៀតរស់ឬក៏ស្លាប់នោះទេចំណែកឯប៉ែខែនាងក៏បានពូនជាដុំតកឲ្យក្លែងទៅជាតុក្កតានេះវាបានធ្វើឲ្យទូប្រុសរបស់យើងក៏នឹកឃើញដល់ពេលវេលាមួយដែលគាត់ជួបជុំជាមួយនឹងគ្រួសារនៅក្នុងពេលដែលវូកាងក៏បានអង្គុយពូនដុំតកធ្វើជាតុក្កតាជាមួយនឹងម្ដាយរបស់គាត់ស្របពេលដែលស្ដេចស៊ីងក៏បានមកមើលពួកគេកំពុងតែលេងដុំតកយ៉ាងសប្បាយរីករាយទិដ្ឋភាពដែលបានកើតឡើងតែប៉ុន្មានសម្រាប់គាត់វាហាក់បីដូចជាលឿនខ្លាំងពេកហើយនៅក្នុងពេលនេះគាត់នៅសល់តែម្នាក់ឯងតែប៉ុណ្ណោះស្របពេលនឹងដែរក៏មានបរិមម្នាក់និយាយថាខ្ញុំពិតជាចង់ទៅជួបប្រពន្ធនឹងកូនរបស់ខ្ញុំខ្លាំងណាស់រយៈពេល10ឆ្នាំមុននេះខ្ញុំជាប់នៅទីនេះមិនដែលបានស្គាល់បរិយាកាសនៅខាងក្រៅសូម្បីតែម្ដងនិយាយបណ្ដាយំបណ្ដាឮបែបនេះហើយក៏ធ្វើឲ្យអ៊ំប្រុសម្នាក់និយាយថាខ្ញុំវិញមានកូនប្រុស3នាក់ពួកគេធ្វើការនៅក្នុងកន្លែងជីកត្បូងថ្មនេះដូចជាគេឯងចឹងប៉ុន្តែពួកគេបានស្លាប់បាត់អស់ទៅហើយខ្ញុំគឺជាមនុស្សចាស់សសបើជាមកជួនដំណើរគ្មានសក់ខ្មៅទៅវិញចំណែកអ្នកផ្សេងទៀតពិតជាចង់ចេញពីទីកន្លែងនេះខ្លាំងណាស់អ្នកខ្លះថាបើសិនជាខ្ញុំបានចេញទៅខាងក្រៅរស់នៅបាន2-3ឆ្នាំក៏ត្រូវស្លាប់ខ្ញុំក៏សុខចិត្តទៅដែរវូកានក៏ឆ្លើយតបនិយាយប្រាប់ទៅពួកអ្នកទាំងអស់គ្នានោះថាគុំពិបាកចិត្តខ្លាំងពេកថ្ងៃណាមួយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចេញពីទីកន្លែងនេះឲ្យបានប៉ែខែក៏គើបឡើងនិយាយថាអ្នកទាំងអស់គ្នាគុំពិបាកចិត្តខ្លាំងពេកយើងនៅតែមានក្តីសង្ឃឹមដែលរាប់ណាយើងនៅមានជីវិតរស់គង់តែថ្ងៃណាមួយយើងអាចចាក់ចេញពីទីនេះបាននោះទេនិយាយរួចប៉ែខែក៏បាននាំអ្នកទាំងអស់គ្នារួមលេងច្រៀងក្រុមព្រើតកកដែលកំពុងធ្លាក់ដើម្បីបំបត្តិការកើតទុក្ខនេះធ្វើនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាបន្តនៅក្តីសម័យចុងក្រោយកុំបោះបង់វាចោលឲ្យសោះប៉ែខែក៏រួមលេងច្រៀងយ៉ាងសប្បាយជាមួយនឹងមនុស្សម្នាគ្រប់គ្នាងាកមកមើលលោកម្ចាស់ជីងមេដឹកនាំគ្រប់គ្រងនៅភ្នំមរណៈនេះវិញក៏បានឈរមើលមនុស្សទាំងអស់រួមលេងច្រៀងយ៉ាងសប្បាយឡៅខៃឆ្កេបំរើរបស់លោកម្ចាស់ជីងក៏លន់មកថាយីពួកទាំងអស់នេះមិនធ្វើការទេដឹងបានជានាំគ្នារួមលេងច្រៀងបែបនេះលោកម្ចាស់ចិនជីងក៏បាននិយាយថាពួកគេគ្រាន់តែនាំគ្នារួមច្រៀងនៅរដូវរងាតែប៉ុណ្ណោះគ្មានអ្វីចម្លែកនោះទេណាមួយពួកគេក៏មិនអាចរត់គេចចេញពីភ្នំដ៏ធំមួយនេះបានដែរអញ្ចឹងលោកឆាប់យកអាវក្រាស់ផ្ដល់ជូនទៅពួកគេក្រែងលោកមានបញ្ហាពួកគេត្រូវរងាស្លាប់អញ្ចឹងគ្មានអ្នកណាជីកត្បូងថ្មចំនួនលោកនោះទេមើលទៅលោកម្ចាស់ចាន់ជីងគាត់ដឹងមានចិត្តអាណិតដល់កម្មករទាំងអស់ដែរតាបន្ទាប់ពីរដូវរងាកន្លងផុតទៅថ្ងៃនេះឡៅខែក៏បានស្រែកប្រកាសឲ្យមនុស្សទាំងអស់មកស្ដាប់គេនិយាយថាខ្ញុំឃើញពួកអ្នកទាំងអស់គ្នាធ្វើការហត់នឿយខ្លាំងណាស់មិនដែលបានហូបឆ្ងាញ់ម្ដងណានោះទេហើយខ្ញុំក៏បានរាយការណ៍ទៅលោកម្ចាស់ជីងឲ្យគិតគូរដល់អ្នកទាំងអស់គ្នាផងដែរហើយក៏បានឲ្យខ្ញុំយកម្ហូបអាហារមកចែកជូនអ្នកទាំងអស់គ្នា ន
ចឹងនៅថ្ងៃនេះក្នុងមនុស្សម្នាក់អាចយកម្ហូបបានពីឬចឹងមនុស្សម្នាទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់គិតថាបានហូបឆ្ងាញ់នឹងគេហើយឡៅខៃក៏បាននិយាយតាមទៀតថាម្ហូបទាំងអស់នេះវាមានកំណត់អញ្ចឹងបើមិនប្រញាប់មកដណ្ដើមគ្នានោះទេប្រកាសជាអស់មិនខានគ្រាន់តែនិយាយចប់មនុស្សម្នាទាំងអស់ក៏រត់សម្រុកចូលទៅដណ្ដើមគ្នាដូចស្អីអញ្ចឹងវូកាងក៏ឃើញទង្វើរបស់ឡៅខៃធ្វើដាក់ប្រជាជនបែបនេះប្រៀបបានដូចជាពួកគេគឺជាសត្វធាតុអញ្ចឹងមនុស្សចាស់ក៏ត្រូវបានក្មេងៗច្រើនឲ្យដួលត្រណះត្រណៃពេញនឹងតែម្ដងទូប្ររបស់យើងក៏រួចក៏លួចចូលទៅដណ្ដើមម្ហូបនឹងគេប៉ុន្តែក៏ត្រូវឡៅខៃស្រែកថាឲ្យថានេះឯងឈប់សិនអាយ៉ាគឺជាអាក្មេងក្លាហានដែលតែទាស់សម្ដីជាមួយនឹងយើងតាឯងចង់មកយកបាយស៊ីមែនអីជើងស្មាតតែឯងដេកនៅក្នុងរូងដូចជាសត្វអញ្ចឹងហើយតាមិនចេះស៊ីបាយណាឡៅខៃព្យាយាមនិយាយឌឺដងជាច្រើនលើកជាច្រើនសារចង់ឲ្យទូប្ររបស់យើងតដៃប៉ុន្តែមានមកពីណាវូកាងព្យាយាមអត់ធ្មត់សុកចិត្តនៅស្គីមិនតមាត់ដើរចេញទៅបាត់ទៅបាយមួយសន្ទុះវូកាងក៏បានដើរយកម្ហូបយកមកឲ្យទូស្រីរបស់យើងបាយខាញញ៉ាំក៏គិតថាពេលដែលឡៅខៃចែកម្ហូបអាហារគាត់មិនបានឃើញនាងទៅយកនោះទេទើបមកជាគាត់ព្យាយាមចូលទៅដណ្ដើមបែបនេះដល់ពេលគាត់ហុចម្ហូបទៅឲ្យទូឯស្រីរបស់យើងបាយខៃក៏ជិះផ្ដើមស្រក់ទឹកភ្នែកម៉ាត់តែម្ដងវូកាងក៏បានសួរទៅនាងថានាងមិនកាត់អីទេរីក៏យ៉ាងម៉េចហេតុអ្វីបានជាយំបែបនេះបាយខៃក៏ឆ្លើយតបថាខ្ញុំគ្រាន់តែឃ្លាតកំតិចដីចូលទៅក្នុងព្រៃតែប៉ុណ្ណោះមិនអីនោះទេនាងក៏បាននិយាយបានថែមទៀតថាហេតុអ្វីបានជាលោកធ្វើល្អដាក់ខ្ញុំខ្លាំងម្ល៉េះទាំងលោកមិនមែនជាអាកើផងនឹងវូកាងក៏ឆ្លើយតបទៅវិញថាដោយសារតែនាងគឺជាមនុស្សម្នាក់ដែលខ្ញុំត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេព្រោះខ្ញុំគឺជាអាកើនឹងឯងបាយខៃនៅក្នុងចិត្តរបស់នាងនៅតែគិតថាវូកាងមិនមែនជាអាកើនោះទេនាងក៏ជឿផ្ដើមថាពេលដែលលោកដឹងខ្លួនមកវិញអ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរទង្វើរបស់លោកមិនមែនជាអាកើមនុស្សដែលខ្ញុំស្គាល់ពីមុនមកនោះទេដល់ពេលវូកាងងើបដើរចេញទៅបាយខៃក៏ដើរមកយកដៃរបស់នាងទៅប៉ះចង្ការបស់វូកាងនាងធ្វើបែបនេះចង់នឹងថាគាត់គឺជាអាកើមនុស្សដែលគាត់ស្គាល់ដែរឬអត់ព្រោះទម្លាប់របស់នាងតែងតែធ្វើបែបនេះទៅដាក់អាកើដល់ពេលវូកាងចាប់ផ្ដើមញញឹមបាយខៃសម័យចិត្តខ្លាំងណាស់នាងក៏បាននិយាយថាមិនថាទៅមុខយ៉ាងណាឬក៏លោកបាត់ការចងចាំនោះទេលោកនៅតែជាអាកើរបស់ខ្ញុំវូកាងដល់ពេលឮសំឡេងបាយខៃបែបនេះគាត់ពិតជាអាណិតនាងខ្លាំងណាស់បើទោះបីជារូបរាងកាយមួយនេះមិនមែនជារូបរាងកាយរបស់គាត់ក៏ដោយបន្ទាប់ពីនិយាយគ្នាហើយបាយខៃក៏ដើរទៅធ្វើការជីកត្បូងថ្មបន្តទៀតមិនដឹងយ៉ាងម៉េចសុកវូកាងក៏ដើរមកប្រាប់ទូឯកសេរីរបស់យើងថាយើងគួរតែចាកចេញពីទីនេះទៅល្អដែរឬអត់បាយខៃគ្រាន់តែឮបែបនេះទូឯកសេរីរបស់យើងក៏ថាវូកាងសម័យទេដឹងបែរជានិយាយបែបនេះចំពោះមុខនាងបន្ទាប់ពីនឹងមកពួកគេក៏បានមកប្រជុំគ្នាជាមួយនៅសាងនៅ CC2 ដើម្បីរកវិធីសាស្ត្រចាក់ចេញពីភ្នំមរណៈមួយនេះវូកាងគាត់គឺជាមនុស្សឆ្លាតខ្លាំងណាស់អញ្ចឹងវិធីសាស្ត្រទាំងអស់គឺពឹងផ្អែកទៅលើគាត់តែម្នាក់តែប៉ុណ្ណោះដល់ថ្ងៃបន្ទាប់វូកាងនៅបាយខៃមិត្តភក្តិរបស់គេក៏មកធ្វើការជីកត្បូងថ្មដោយធម្មតាចំណែកឡៅខៃក៏ដើរមកចង់ដឹងថាមនុស្សទាំងអស់មានលួចរត់គេចអត់ចង់មកធ្វើការដែរឬអត់ដល់ពេលឃើញទូពលរបស់យើងកំពុងជីកត្បូងថ្មឡៅខៃក៏ធ្វើជាដើរមកដើម្បីឆែកមើលសត្វតែវូកាងបែរជាងាកមកសោតញញឹមដាក់គេទៅវិញណាមួយវូកាងគាត់បានជីកត្បូងថ្មជិតពេញមួយកញ្ចែងរបស់គាត់ទៅហើយនោះរហូតមកដល់ពេលត្រួតពិនិត្យគ្រប់ចំនួនឡៅខៃក៏បានពិនិត្យមើលឃើញថាវូកាងធ្វើការបានលឿនខ្លាំងណាស់ហើយទូពលរបស់យើងក៏បាននិយាយថែមទៀតថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងប្រឹងប្រែងធ្វើការកាន់តែខ្លាំងមួយរយៈមុនខ្ញុំពិតជាសូមទោសខ្លាំងណាស់ដែលយកច្រឡំទៅលើលោកហើយពីពេលនេះទៅខ្ញុំសូមឲ្យលោកជួយមើលការខុសត្រូវដល់ពួកយើងផងឡៅខៃគឺជាមនុស្សម្នាក់ដែលប្រើកម្លាំងមិនជិះយកយល់ឯណានោះទេអាចថាបានគឺជាមនុស្សល្ងងដល់ពេលទូអររបស់យើងបែរជានាំគ្នាមកយកចិត្តអាក្រក់ម្នាក់នេះក៏គិតចិត្តឆ្ងល់តែម្ដងនៅក្នុងយប់មួយទូអររបស់យើងទាំងអស់គ្នាក៏នាំគ្នាប្រឹងជីករូងដើម្បីចេញទៅខាងក្រៅមើលទៅផែនការរបស់វូកាងក៏នាំគ្នាកែរូងដើម្បីចេញទៅខាងក្រៅភ្នំមួយនេះដោយសារតែហត់ខ្លាំងពេកពួកគេក៏អង្គុយសម្រាប់មតិសិនទៅ CC2 ក៏luônមកនិយាយថាពេលដែលខ្ញុំបានចេញទៅខាងក្រៅខ្ញុំនឹងបើកហាងលក់ម្ហូបឲ្យធំជាងគេនៅក្នុងស្រុកមួយនេះចំណែកឯសែងវិញគាត់ក៏មានគោលដៅជីវិតរបស់គាត់ផងដែរមានន័យនៅក្នុងពេលដែលពួកគេទាំងអស់កំពុងនិយាយគ្នាឡៅខៃក៏បានលួចស្ដាប់នៅរឿងទាំងអស់បានហើយគេក៏បានរាយការណ៍ទៅលោកម្ចាស់ជីងតែម្ដងដល់ពេលឡៅខៃឡើងទៅរាយការណ៍អស់ហើយលោកម្ចាស់ជីងក៏បានឲ្យកូនចៅរបស់គាត់នាំទីហ៊ានទៅឆៃមើលថាមានអ្នកណាជីករូងថ្មចេញទៅក្រៅដែរឬអត់ហើយមួយទៀតក៏បាននិយាយថែមទៀតថាបើសិនជាមានគេចង់កាយរូងចេញទៅខាងក្រៅពិតមែនចាប់បរិម្នាក់នោះមកឲ្យខ្ញុំហើយបើសិនជាគេតវ៉ាសម្លឹកគេចោលតែម្ដងទៅម្ដងនេះឡៅខៃគេចង់ទូប៉ាត់ប្រាប់លោកម្ចាស់ជីងឲ្យកំចិត្តទូឯងរបស់យើងម្នាក់នេះចោលហើយបានមួយសន្ទុះពួកទីហ៊ានទាំងអស់ក៏ចាប់យកវូកាងមកដល់សំណាក់របស់លោកម្ចាស់ជីងហើយក៏បាននិយាយសួរទៅកាន់វូខានថាខ្ញុំឮថាឡៅខៃបានបរិយាកាថាឯងព្យាយាមកែរូងដើម្បីចេញទៅខាងក្រៅតើពិតមែនដែរឬអត់ព្រោះតែឮបែបនេះទូប្រុសរបស់យើងក៏ប្រកែកថាខ្ញុំមិនបានកែរូងដើម្បីរួចលុតចេញទៅខាងក្រៅនោះទេអាប៉ែតរងៅឡៅខៃក៏បានស្រែកឮថាជុំសម្ដែងតទៅទៀតទៅខ្ញុំបានឮសំឡេងរបស់ឯងនិយាយជាមួយនឹងមិត្តភក្តិរបស់ឯងថាធ្វើយ៉ាងណាកែរូងមួយនេះឲ្យហើយទើបពួកយើងអាចចេញទៅខាងក្រៅបានសម្ដីទាំងអស់សិតសឹងតែឯងជាអ្នកនិយាយគ្រាន់តែនិយាយចប់ក្រុមទាហានទាំងអស់ក៏បានចាប់យកបាយខៃនិងមិត្តភក្តិរបស់គេទាំងពីរនាក់នេះមកវូកាងក៏បាននិយាយទៅកាន់លោកម្ចាស់ជីងថាពួកយើងមិនបានគិតថាចង់ចេញពីទីនេះនោះទេ
រដ្ឋកែពួកយើងខិតខំជីកថ្មខ្លាំងណាស់បើលោកបញ្ជាលោកអាចឃើញតាមរយៈថ្មដែលកើនឡើងនៅក្នុងមួយរយៈពេលនេះពួកយើងខិតខំប្រឹងប្រែងធ្វើទាំងថ្ងៃទាំងយប់វូកានក៏បន្ថែមទៀតថាខ្ញុំមើលទៅលោកម្ចាស់ជីងប្រហែលជាយកច្រឡំជាមួយនឹងពួកយើងហើយនេះក៏ដោយសារតែលោកខៃតែកាត់មហូបរបស់ពួកយើងទុកដល់ពេលចឹងក៏ធ្វើឲ្យពួកយើងសុខចិត្តធ្វើការយប់បន្ថែមទៀតនេះតាមមើលទៅប្រហែលជាលោកខៃចំណេញនឹងពួកយើងផងបើមិនដឹងបើជាតែចោលប្រកាន់ពួកយើងបែបនេះគ្រាន់តែវូកាននិយាយចោលភ្លាមកូនចៅរបស់លោកម្ចាស់ជីងក៏រត់មកសឹកប្រាប់គាត់ទៅដឹងថាពិតជាមានគេលួចជីកែរូបប៉ុន្មានតែនោះគ្រាន់តែជាការកាយរូបជីកត្បូងថ្មតែប៉ុណ្ណោះម្ដងនេះលោកខៃនិយាយលេងចេញតែម្ដងតាមពិតនេះគ្រាន់តែជាគម្រោងការទូអររបស់យើងតែប៉ុណ្ណោះគាត់ធ្វើបែបនេះគឺចង់ឲ្យលោកខៃយករឿងទាំងអស់នេះទៅរាយការណ៍ទៅប្រាប់លោកម្ចាស់ជីងហើយគាត់នឹងព្យាយាមនិយាយធ្វើយ៉ាងណាឲ្យលោកខៃធ្លាក់ចេញពីដំណើររបស់គេឲ្យតតែបាននេះឆ្លាតមែនទែនទូឯរបស់យើងដល់ពេលឃើញទូអររបស់យើងប្រឹងប្រកែកគ្នាជាមួយនឹងលោកខៃលោកម្ចាស់ជីងក៏ឲ្យពួកគេទៅប្រយុទ្ធគ្នាជាមួយនឹងសត្វចម្លែកមួយក្បាលដែលគាត់ទើបតែនឹងចាប់បានហើយសន្យានឹងពួកគេទាំងពីរថាបើសិនជាឯងទាំងពីរនាក់នេះអាចយកឈ្នះសត្វចម្លែកមួយក្បាលនេះបានយើងនឹងឲ្យឯងខ្លាចទៅជាអ្នកចាត់តែងទីសកលទាំងអស់របស់យើងហើយនឹងផ្ដល់ជារង្វាន់តាមសំណើរបស់ពួកឯងទាំងពីរទៀតផងនេះគឺជា challenge មួយសម្រាប់វូកាងហើយប៉ុន្តែសត្វចម្លែកមួយក្បាលដែលលោកម្ចាស់ចាន់ជីងចាប់មកប្រកួតនេះគឺជាសត្វចម្លែកដ៏កាចសាហាវជាងគេបំផុតហើយក៏មានកម្លាំងខ្លាំងទៀតផងចំណែកឯបាយខៃនិងមិត្តភ័ក្តិរបស់គេពីរនាក់ទៀតមានការបារម្ភខ្លាំងណាស់ជាមួយនឹងវូកាងព្រោះតែគាត់មិនអាចមានជីវិតតស៊ូជាមួយនឹងសត្វចម្លែកមួយក្បាលនេះបានដល់ពេលចូលមកដល់ខាងក្នុងនៃភ្នំមរណៈមួយនេះក៏មានទីធ្លាអារីណាដែលគេហៅថាជាកន្លែងទស្សនានៃការប្រយុទ្ធនេះគឺជាកន្លែងដែលលោកម្ចាស់ជីងទស្សនាការប្រយុទ្ធជាមួយនឹងកូនប្រុសរបស់គាត់ឆាដល់ពេលគេប្រឡែងសត្វចម្លែកមួយក្បាលនោះចេញមកនេះគឺជា Hawk version ចិនតានេះរូបរាងរបស់គេមានពណ៌ខៀវឯហ្នឹងគាត់តែបើកទ្វាររបងចេញមកភ្លាមសត្វកកែសាហាវមួយនេះស្រែកឡើងផ្អើលពេញទីលានប្រកួតតែម្ដងមិនបានប្រមាណសត្វចម្លែកមួយក្បាលនេះក៏រត់មករកទូអររបស់យើងទាំងកំរោមួយដេករបស់សត្វចម្លែកមួយនេះធ្វើឲ្យឡាវខៃប៊ីតែនឹងបាត់បង់ជីវិតគុំតែបានទូអររបស់យើងចាប់គាត់ចេញមកទាន់ដល់ពេលពួកគេបបាយគ្នាឡាវខៃក៏រត់ទៅកាន់លំពេងទាំងខ្លួនរបស់គេភ័យឡើងរៀកនោមដាក់ខោមានអីអាកននេះក៏ត្រូវមួយដែររបស់យ៉ាមួយនេះប៉ាន់គ្នាទៅក្រោយបុកនឹងចិញ្ចាំងថ្មស្លាប់បាត់ទៅចូលមកដល់ទូប្រុសរបស់យើងគុំតែបានក៏ចេះវិជាគុំខ្លាំងអាចលុតគេចេញទៅវិញទៅមកបានកុំអីទៅធ្ងន់កមិនខានការប្រយុទ្ធរវាងគាត់និងសត្វចម្លែកមួយក្បាលនេះក៏ធ្វើឲ្យទូអររបស់យើងត្រូវបុកនៅមង្គលជើធ្វើឲ្យគាត់គួរឈាមចេញមកតែយ៉ាងណាគាត់នៅតែអាចតស៊ូបានវូកាងក៏ចាប់ផ្ដើមជោគដុំថ្មតោងឡើងតាមចង្វាក់សត្វយក្សមួយក្បាលនេះទៅសំពងក្បាលរបស់គេយកតែម្ដងមានន័យវៃចូលវៃឡើងដៃរបស់ទូប្រុសយើងក៏ចាប់ផ្ដើមបញ្ចេញតាមពលវាទៅលើក្បាលរបស់សត្វយក្សនេះយ៉ាងដំណំរហូតដល់ចុងក្រោយគាត់ក៏រើយកលំពេងគប់សំដៅមកវានិងលំពេងមួយទៀតទុកសម្រាប់ចាក់សម្លាប់វាតែម្ដងទីបញ្ចប់វូកាងក៏អាចយកឈ្នះទៅលើសត្វបិសាចកំណាចមួយនេះបានដោយជោគជ័យមនុស្សម្នាក៏ចាប់ផ្ដើមខ្សែហូរទៅឲ្យវូកាងពួកគេសមាជិកខ្លាំងណាស់ដែលទូអររបស់យើងនេះអាចយកឈ្នះសត្វបិសាចមួយនេះបានយ៉ាងល្អអញ្ចឹងចង់ដើរតាមនៅពីបន្តទៀតតើសេចជីវិតរបស់វូកាងនឹងទៅជាយ៉ាងណាទីនោះកុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទ admin មួយរៀនជប់ក៏សូមគ្រប់លាដល់អ្នកទាំងគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅភាគបន្តទៀត